ហេតុដែលនាំឲ្យនៅតែក្របាទសូមបងប្អូនមកចូលរួមជាមួយខ្ញុំបាទតែមុននឹងចូលរួមសូមបងប្អូនជួយចុចមេដៃដើម្បីជាការលើកទឹកចិត្តនិងជួយចុច Subscribe ឬយើងសរសេរជាភាសាខ្មែរដាក់ថាជាវបាទអញ្ចឹងបងប្អូនជួយចុច Subscribe ឬចុចជាវដើម្បីភ្ជាប់ទំនាក់ទំនងគ្នាបាទសូមបងប្អូនចូលរួមជាមួយខ្ញុំហេតុដែលនាំឲ្យនៅតែក្របាទតើហេតុអីខ្លះដែលនាំឲ្យយើងនៅតែក្រឬក្រក្រោកមិនរួចណាបាទជាទូទៅបើយើងនិយាយថាហេតុដែលនាំឲ្យក្រលឿនហ្នឹងគឺលបែងបាទគឺលបែងហ្នឹងគឺជាប្រភពធំដែលនាំឲ្យមនុស្សនៅតែក្រឬមនុស្សធ្លាក់ខ្លួនក្របាទប៉ុន្តែមកដល់សម័យនេះវាមានចំណុចច្រើនតទៅទៀតណាប៉ុន្តែខ្ញុំសូមចូលរួមនៅហេតុ3ដែលនាំឲ្យមនុស្សនៅតែក្រហេតុទី1គឺសបាយច្រើនបាទសបាយពេកឬសបាយច្រើនបាទខ្ញុំសូមលើកឧទាហរណ៍ជាក់ស្ដែងមួយមានអំប្រុសម្នាក់បាទគាត់អាសាហូបកាហ្វេមួយខ្ញុំប៉ុន្តែគាត់និយាយថាគាត់ចិត្តដើរលេងណាគាត់ចូលចិត្តសបាយដើរលេងពីអ្នកប្តីប្រពន្ធគាត់ជិះតែម៉ូតូដើរលេងបាទឥឡូវគាត់អាយុច្រើនណាស់ហើយបាទគាត់ថាឲ្យតែគាត់សល់លុយត្រឹមតែ200គាត់ដើរសល់លុយត្រឹម200គាត់ដើរគាត់មិនដែលសំលុយគាត់តែសល់200គាត់ដើរហើយមកដល់ថ្ងៃនេះក៏អត់មានលុយសល់ព្រោះទម្លាប់គាត់ឲ្យតែមានលុយសល់150ទៅ200គាត់ដើរលេង150ទៅ200គាត់ដើរលេងអញ្ចឹងសៅរ៍អាទិត្យគឺគាត់ដើរសៅរ៍អាទិត្យគឺគាត់ដើរឲ្យគាត់មានលុយឬមួយក៏កូនឲ្យអញ្ចឹងគាត់ដើរបាទនឹងចំណុចនេះខ្ញុំគាត់លើកជាឧទាហរណ៍ថាបើសិនជាយើងសប្បាយច្រើនអញ្ចឹងខ្ញុំមិនថាសប្បាយពេកទេខ្ញុំនិយាយត្រឹមសប្បាយច្រើនបើសប្បាយពេកវាដឹងតែយ៉ាប់ទៅហើយអាហ្នឹងបាទអញ្ចឹងគាត់ថាសប្បាយច្រើនហ្នឹងគឺយើងពិបាកនឹងតែងើបចេញពីភាពក្រីក្រណាបាទដូចជាជួបជុំគ្នាផឹកស៊ីរាល់ល្ងាចអញ្ចឹងបាទខ្ញុំឃើញមនុស្សច្រើនដែរបាទដែលថាងាកឡើងហៅគ្នាជុំងាកឡើងហៅគ្នាជុំយើងថាបន្តិចបន្តួចវាគ្រាន់តែជាវាគ្រាន់ជាងទៅហូបនៅហាងវាអស់ច្រើនអញ្ចឹងខ្ញុំទទួលស្គាល់កន្លែងហ្នឹងប៉ុន្តែយើងអាចបានចាប់អារម្មណ៍ថាតើយើងខាតមួយថ្ងៃតិចហ្នឹងយើងខាតអស់ប្រមាណមករាល់ថ្ងៃរាល់តែល្ងាចបាទប៉ុន្តែយើងខាតមួយទៀតនោះយើងខាតមិនបានធ្វើការអ្វីដែលសំខាន់ដូចជាការងាររៀនសូត្របន្ថែមឬការងារដែលយើងនៅសេសសល់ពីកន្លែងការងារយើងទៅបំពេញបង្ហើយយើងអត់បានធ្វើទេបាទអញ្ចឹងអាការសបាយច្រើននឹងធ្វើឲ្យយើងខាតលុយខាតកាក់ទី1ទី2ខាតបង់ទៅលើការសិក្សារៀនសូត្រស្វែងរកចំណេះដឹងថ្មីស្វែងរកគំនិតថ្មីបាទហើយទី3នោះខាតអីទៀតខាតគំនិតយើងណាខាតគំនិតខាតទម្លាប់បាទទម្លាប់យើងទៅជាសបាយទៅជាខ្ជាអស់ដែលថាមនុស្សធ្លាប់តែរឹងមាំមនុស្សធ្លាប់តែមានគំនិតវែងឆ្ងាយទៅជាខ្ជាអស់បាទទៅជាធូររលុងបាទទៅជាបដែតបដោយអញ្ចឹងណាអាហ្នឹងវាការសបាយច្រើនធ្វើឲ្យមនុស្សបាត់បង់ពីភាពរឹងមាំពីភាពចេះគិតវែងឆ្ងាយមកជាភាពនិយាយចំថាយើងថាមកបាត់បង់ពីភាពខ្លាំងមកភាពខ្សោយអាភាពសបាយហ្នឹងណាបាទអញ្ចឹងធ្វើយើងខាត់បង់ច្រើននេះហេតុទី1ហេតុទី2ឆ្ងាញ់បាទឆ្ងាញ់មនុស្សខ្លះខ្ញុំធ្លាប់ឃើញដែរគឺគាត់ដែលថាគាត់អត់ទេនិយាយអញ្ចឹងមិនមែនមើលងាយទេប៉ុន្តែនិយាយការពិតប៉ុន្តែបើអង្គវិញហូបសត្វអាប្រភេទលេខ1យ៉ាងគីឡូ3000ជាងបាទអញ្ចឹងបានថាមនុស្សយើងហូបចុកយើងវាជារឿងសំខាន់ប៉ុន្តែយើងកុំធ្វើខ្លួនឲ្យវាខ្ពស់ពេកស្តង់ដារការរស់នៅការហូបចុកកុំឲ្យធ្វើខ្លួនឲ្យខ្ពស់ពេកឲ្យវាសមនឹងស្តង់ដារយើងប៉ុន្តែកុំឲ្យវាទាបពេកដែរអញ្ចឹងណាបាទដូចខ្ញុំស្តង់ដារខ្ញុំគឺអង្គលេងផ្កាខ្ញីអាហ្នឹងវាទុនល្មមវាមិនទុនដោយអង្គលេខ1ផ្កាម្លិះផ្កាអីទេប៉ុន្តែវាល្មមហូបប៉ុន្តែវាខ្ញុំមិនហូបអង្គរឹងទេអត់ទេខ្ញុំហូបប្រភេទបង្គួរយើងនិយាយថាប្រភេទបង្គួរអញ្ចឹងណាបាទអញ្ចឹងអាឆ្ងាញ់ពេកហ្នឹងដូចជាយើងឧបមាថាយើងទិញដេញមន់ដុតត្រីដុតទាអាំងអីមកហូបផ្សារមឹកផ្គាសាច់គោអីអញ្ចឹងយកមកហូប
ទិញច្រើនយកមកហូបសល់ចោលអាហ្នឹងក៏ជាហេតុដែលនាំឲ្យយើងងើបពីភាពក្រីក្រអត់រួចដែរបាទហូបឆ្ងាញ់ហ្នឹងបាទឆ្ងាញ់ពេកហ្នឹងយូរយើងឃើញមកហូបធម្មតាគេងមកហូបតម្លៃល្មមគេមកហូបថោកយើងហូបអត់បានទេទោះបីយើងអត់លុយក៏យើងនៅតែខ្ចីលុយគេហូបដែរនេះជារឿងពិតទម្លាប់មនុស្សគឺអញ្ចឹងខ្ញុំធ្លាប់ឃើញច្រើនអ្នកខ្លះអត់មានលុយនេះទេអត់មានលុយនៅក្នុងខ្លួនតែខ្ចីលុយគេទៅទិញបកងទៅទិញបកាយកមកហូបបាទគ្រាន់តែហូបសោះបង្កើតជាបំណុលដែរអញ្ចឹងណាបាទហ្នឹងជាហេតុទី2គឺឆ្ងាញ់បាទចូលចិត្តឆ្ងាញ់បាទអត់មើលលទ្ធភាពខ្លួនឯងហើយហេតុទី3គឺចង់តែស្រួលបាទហើយមនុស្សយើងតែកណាចង់តែស្រួលអញ្ចឹងទៅធ្វើការងារអីក៏មានអារម្មណ៍ថាធុញមានអារម្មណ៍ថាខ្ជិលដែរមានអារម្មណ៍ថាអត់ចង់ធ្វើដែរហើយបើអារម្មណ៍អត់ចង់ធ្វើអារម្មណ៍ចង់តែស្រួលចង់តែបានឲ្យស្រួលអញ្ចឹងសួរថាតើការពិតហ្នឹងវាមានអត់បានឲ្យស្រួលហ្នឹងអាភាពបានរបស់យើងបានច្រើនតើយើងធ្វើច្រើនបានច្រើនសល់ច្រើនតើយើងសន្សំច្រើនហើយបើយើងចង់តែស្រួលហើយមិនចង់ធ្វើអីហើយយើងចេះតែចង់បានសួរថាតើវាបានអត់បាទអញ្ចឹងខ្ញុំសូមចូលរួមគោលប៉ុណ្ណឹងថាហេតុដែលនាំឲ្យយើងក្របាទហេតុដែលនាំឲ្យក្រខ្ញុំនិយាយថាមិនមែនយើងណាប៉ុន្តែបើយើងបើខ្ញុំក្តីបងប្អូនក្តីនៅស្ថិតនៅក្នុងហេតុទាំង3ហ្នឹងគឺអាចនៅតែក្រហើយបាទអញ្ចឹងយើងចេញពីហេតុហ្នឹងទៅបាទយើងចេញពីហេតុហ្នឹងទៅយើងកុំនៅក្នុងហេតុហ្នឹងបាទយើងត្រូវតែធ្វើខ្លួនកុំឲ្យនៅក្នុងនឹងយើងអាចចង់ដេញសបាយយើងអាចចង់ឆ្ងាញ់យើងអាចចង់ស្រួលប៉ុន្តែវាមានពេលវេលាវាមិនមែនពេកវាមិនមែនរាល់ថ្ងៃទេបាទវាមានពេលវេលាវាសបាយយូរម្ដងទៅមួយខែ2ដងទៅបាទហើយយើងមើលទៅចំណាយអីយើងចេះលេខលោកចំណាយឆ្ងាញ់មួយខែ2ដងឬ3ដងទៅបាទអាហ្នឹងយើងលេខលោកតាមហ្នឹងទៅឆ្ងាញ់ពី3ដងទៅហើយស្រួលអីយើងសម្រាកអីពេលយប់នេះយើងមកពីធ្វើការវិញយើងសម្រាកយ៉ាងស្រួលយើងកុំនៅចំណាយពេលវេលាអង្គុយផឹកស៊ីអីដល់ម៉ោង10មកដណ្ដប់យប់អីវាខាតពេលវេលាដែលយើងសម្រាកយើងដេកព្រោះអាការដេកហ្នឹងវានាំឲ្យយើងមានកម្លាំងមានកំហែងសម្រាប់ធ្វើការងារព្រឹកសុខភាពយើងមាំទាំអាការដេកហ្នឹងផ្ដល់ឲ្យយើងបានសុខស្រួលដែរបាទអញ្ចឹងសូមបងប្អូនពិចារណាជាមួយខ្ញុំសូមព្យាយាមកុំស្ថិតនៅក្នុងហេតុទាំង3ហ្នឹងបាទសូមព្យាយាមកុំនៅក្នុងហេតុទាំង3ហ្នឹងបើសិនជាយើងធ្វើបាននៅការមិននៅក្នុងហេតុទាំង3ហ្នឹងយើងនឹងអាចងើបចេញពីភាពក្រីក្របាទដូច្នេះខ្ញុំសូមចូលរួមត្រឹមប៉ុណ្ណឹងបាទអរគុណ